របួសតូចតាចមិនឈឺឡើយរាងកាយបែបនេះហើយនៅរត់ទៅឃ្លាំងអាវុធតតាំងជាមួយទូហាន់ឈេងទៀនគិតថាខ្លួនឯងមានឆ្អឹងដៃស្បែកស្ពាន់មែនទេឃ្លាំងអាវុធជារបស់គ្រួសារអូនដើម្បីរក្សាវាឲ្យបានលះបង់ច្រើនណាស់ដូច្នេះបងត្រូវតែជួយអូនរក្សាវាខ្ញុំមិនអរគុណលោកទេដែលលោកជួបពេលនេះគឺលោកសាងតែខ្លួនឯងទេអូនមាត់រឹងអូនឲ្យគូលាំងឃុំបងទុកអូនបន្ទោសដែលបងទៅឃ្លាំងអាវុធព្រោះអូនបារម្ភពីបងដូច្នេះបងក៏ចង់ការពារអូននិយាយផ្ដេសផ្ដាសបងយល់ថាពួកយើងនិយាយគ្នាពេលនេះពិតជាដូចពីមុនណាគួរឲ្យស្ដាយយើងមិនអាចវិលទៅដូចមុនទេមួយយ៉ាងអញឈប់ចាំទៀតទៅខ្លួនឯងនៅមានរបួសឆាប់ទៅសម្រាកទៅហ៎មិនអីទេបងស្រីនិយាយហើយថាគាត់នៅមកមើលខ្ញុំមួយយ៉ាងចាំមិនឲ្យមួយយ៉ាងកូនល្ងងឯងនេះមួយយ៉ាងបងស្រីហេតុអីធ្វើបែបនេះចំពោះខ្ញុំបងស្រីកុំទៅអីមួយយ៉ាងអញម្ដងហាញ់ម្ដងទៀតដើម្បីតែយុយ៉ាងសំបីជីវិតខ្លួនឯងក៏លែងខ្វល់បើនៅតែបែបនេះមុននឹងក្រោយឯងគង់តែស្លាប់ព្រោះតែនាងទេមួយយ៉ាងជាកំហុសម៉ាក់ដែលឲ្យឯងរងទុក្ខច្រើនយ៉ាងនេះមីងថ្លៃហេតុអីក៏ណាត់ខ្ញុំមកផ្ទះចាស់គ្រួសារឈៀវអង្គុយមកយុយ៉ាងតាំងពីឯងដឹងរឿងកូនមកពួកយើងប្រែជាឃ្លាតឆ្ងាយខានអង្គុយជជែកគ្នាដោយសន្តិវិធីយូរហើយមីងថ្លៃខ្ញុំដឹងមីងធ្វើគ្រប់យ៉ាងដើម្បីមួយយ៉ាងគូបន្ទោសខ្ញុំបង្កើតគេមកហើយប៉ុន្តែมันអាចឲ្យគេរស់នៅបានសុខស្រួលមួយយ៉ាងមានចរិតឆេវឆាវត្រូវការអ្នកការពារកាលនោះខ្ញុំនឹងទូហាន់ឈីងលួចតាក់ទងគ្នាក្រោយមកក៏ទម្ងន់មួយយ៉ាងស្មានមិនដល់ថាទូហាន់ឈីងផិតភ័យក៏រត់បាត់ខ្ញុំចិត្តមិនដាច់ពីកូន
ក៏បញ្ញាប់រៀបការចូលគ្រួសារលីពូរបស់ឯងល្អចំពោះខ្ញុំហើយនឹងមូយ៉ានណាប៉ុន្តែរឿងល្អនៅមិនយូរទេលោកយាយរបស់ឯងក៏ដឹងពីប្រវត្តិរបស់មូយ៉ានគាត់ក៏ចាប់ផ្ដើមធ្វើបាបមូយ៉ានខ្ញុំទ្រាំមើលមិនបានក៏នាំមូយ៉ានទៅសុំស្នាក់នៅគ្រួសារឈៀវយុយ៉ានព្រោះតែមានឯងនៅកំដរគីមូយ៉ានក៏ចាប់ផ្ដើមរីករាយឡើងវិញមីងថ្លៃគ្រប់យ៉ាងនឹងប្រសើរឡើងប៉ុន្តែការកំដរមួយនេះជានិស្ស័យល្អឬនិស្ស័យកម្មយុយ៉ាននំនេះជានំដែលឯងចូលចិត្តញ៉ាំបំផុតភ្លក់ទៅតែអ្នកមីងជួបទូហាន់ឈីងម្ដងទៀតចាប់ពីពេលណាមកដែរឯងចង់សួរថា7 ឆ្នាំមុនរឿងក្បត់នឹងគ្រួសារឈៀវមានពាក់ព័ន្ធនឹងមីងអត់មែនទេមីងថ្លៃខ្ញុំមិនចង់សង្ស័យមីងជាមួយមួយយ៉ាងទេខ្ញុំយកការសង្ស័យនឹងកំណងទម្លាក់លើខ្លួនយិនធីងទាំងអស់ប៉ុន្មានថ្ងៃនេះទើបខ្ញុំគិតយល់អ្នកដែលដឹងថាខ្ញុំដាក់កូនសៅជាប់ខ្លួននឹងអាចលួចយកទៅស្រួលបំផុតមានមីងម្នាក់ទៀតពេលដែលមីងបានជួបទូហាន់ឈីងម្ដងទៀតគេជាអ្នកចាត់ការគ្រូសាឈីវហើយមីងមិនចង់ពាក់ព័ន្ធជាមួយគេទៀតទេប៉ុន្តែស្មានមិនដល់ថាគេយកមូយ៉ានមកគំរាមមីងឲ្យមីងលួចយកផែនទីកំណត់មីងស្មានថាគេគ្រាន់តែលួចលន់ទ្រព្យសម្បត្តិប៉ុន្តែមនុស្សស្មានថាគេធ្វើឲ្យគ្រូសាឈីវជួបគ្រោះអន្តរាយធំទូហាន់ឈីងបានខົບខិតជាមួយគ្រួសារស៊ីពេលយកបានកំណត់ហើយបញ្ញាប់កំចាត់គ្រួសារឈីវភ្លាមគ្រួសារឈីងនិងគ្រួសារលីក្រៅពីពួកយើង3នាក់គ្មានអ្នកណានៅនេះទេដូច្នេះមីងដឹងរហូតថាខ្ញុំយល់ខុសលើយិនធីងយល់ខុសលើគេយ៉ាងម៉េចខ្ញុំយករឿងក្នុងចិត្តទាំងអស់ប្រាប់មីងមីងក៏ដឹងថាគេសំខាន់ចំពោះខ្ញុំប៉ុណ្ណាប៉ុន្តែគេស្រឡាញ់ឯងទេបើស្រឡាញ់ឯងហេតុអីទៅនឹងឈីងវិញហេតុអីមិនមកតាមការសន្យាបើគេមកតាមការសន្យាគ្រូសាឈៀវនិងគ្រូសាលីក៏មិនមែនត្រូវស៊ីលីដែលក្តោបក្តាប់សិទ្ធិហ៊ានកំចាត់ចោលក្នុងពេលតែមួយយប់ដែរនៅពេលដែលមីងដឹងថាឯងត្រូវគេបោកប្រាឯងដឹងថាមីងឈឺចាប់ប៉ុណ្ណាទេរាល់ពេលដែលមីងឃើញឯង3កូនដែលក្តីឈឺចាប់និងមានគំនុំខឹងស្អប់ក្នុងចិត្តបានធ្វើឲ្យមីងនឹកឃើញខ្លួនឯងកាលពីមុនដូច្នេះមីងក៏សម្រេចចិត្តខ្លួនឯងយកកូនខ្ញុំទៅបោះចោលទាំងឈឺរួចមកប្រាប់ថាកូនខ្ញុំស្លាប់ហើយមីងមិនបានធ្វើខុសទេតើតែឯងដឹងថាកូនឯងស្លាប់ហើយទើបការឈឺចាប់នាំឲ្យឯងបំភ្លេចគូយិនធីងបានទើបឯងមានចិត្តសងសឹកប៉ុន្តែសងសឹកមានអីខុសព្រោះថាក្នុងចិត្តមីងពេញដោយការស្អប់បើនិយាយទៅគឺជាកំហុសមីង
ទុកឲ្យនាងទទួលកំដរនាងផឹកមកពេងទៅនេះប្រហែលជាលើកចុងក្រោយដែលយើងទាំងពីរបានអង្គុយជាមួយគ្នា ស្អាតណាស់ពួកគេថាកូនស្រីជាក្រណាត់កប្បាសរបស់ ចាំបើសិនជាកូនប្រុសវិញ កូនប្រុសជាខ្នើយកាយរបស់ម៉ែ គួរឲ្យស្អាតមានតែខ្នើយកាយគ្មានកណាត់កបាស់ទេ មីងថាខ្ញុំជាក្រណាត់កប្បាសរបស់មីង ល្អស្មានមិនដល់ខាងចំក្រោយមីងនៅតែចិត្តមិនដាច់នេះគឺជាកម្មពីខុសមួយជំនាញធ្វើឲ្យខុសរហូត មីងថៃសាគេថាពើមីងថៃហេតុអីធ្វើបែបនេះមីងថៃ យុចា មីងថៃ មីងមានរឿងចុងក្រោយចាំសុំបកអោ មីងថៃ មកខាងបងប្រុសអអឈប់អត់គេខូចចិត្តនឹងចិត្តពីនេះ មីងថៃខ្ញុំសន្យាខ្ញុំនឹងមិនខាងពូយ៉ាងឲ្យល្អមីងថៃ បាយងាត់អីបាយ មីងថៃ បាយ មីងថៃ បាយ